អ្នកនិពន្ធពីរូបសម្ពុទ្ធសិភៅស្ដីពីសិល្បៈដឹកនាំនិងបុគ្គលលក្ខណៈគំរូរបស់លោកវិជ្ជបណ្ឌិតគូចមីងលីលោកយែនឈៀងលីនិងលោកសែមរទ្ធីបានសម្ពោធស្នាដៃសហនិពន្ធរបស់ខ្លួនជាផ្លូវការនៅមជ្ឈមណ្ឌលភាសា AI និងសាលារៀនអន្តរជាតិអាមេរិកកាំងសាលាចំការដូងនៅព្រឹកថ្ងៃទី6ខែធ្នូឆ្នាំ2025ក្របអធិបតេយ្យភាពរបស់លោកវិជ្ជបណ្ឌិតគួតមៀងលីជាវាយបោះពុម្ពផ្សព្វផ្សាយនិងគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យមៀងលីជាគួចដែលមានការអញ្ជើញចូលរួមរបស់សំណាក់ភ្ញៀវកិត្តិយសសាធារណជនសិស្សានុសិស្សនិងសារព័ត៌មានយ៉ាងច្រើនកុះករសិភៅដែលមានចំណងជើងថាគួចមីងលីជាមនុស្សបែបណានេះជាស្នាដៃអ្នកនិពន្ធអំពីសិល្បៈដឹកនាំនិងបុគ្គលលក្ខណៈគំរូ56ចំណុចរបស់លោកបណ្ឌិតគួចមីងលីចំណុចទាំង51ដែលអ្នកនិពន្ធទាំងពីររូបបានសម្រាំងកត់ត្រាក្នុងសៀវភៅនេះជាសិល្បៈដឹកនាំនិងបុគ្គលលក្ខណៈពិសេសធ្វើឲ្យលោកវិជ្ជបណ្ឌិតគួចមីងលីទទួលបានការជោគជ័យដ៏ឧត្តមឧត្តមបំផុតលើមុខចំនួនវិស័យអប់រំធ្វើឲ្យមនុស្សគ្រប់វិស័យក្នុងសង្គមខ្មែរគោរពស្រឡាញ់លោកជាមតិបរមាស្នាដៃនេះនឹងនាំមិត្តអ្នកអានឲ្យបានស្វែងយល់អំពីវិធីសាស្ត្ររក្សាវឌ្ឍនភាពក្រុមហ៊ុនក្នុងកាលៈទេសៈជាតិនិងពិភពជួបប្រទះវិបត្តិសេដ្ឋកិច្ចវិធីសាស្ត្រលើកទឹកចិត្តបុគ្គលិកឲ្យខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងចង់ចាត់បុគ្គលិកបំពេញការងារបានរយៈពេលយូរឆ្នាំវិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះល្អនៅក្នុងក្រុមហ៊ុននិងក្នុងសង្គមជាដើមសូមជ្រាបជូនថាស្នាដៃមានកម្រាស់45ទំព័រ452ទំព័រនិងអ្នកនិពន្ធបានប្រើប្រាស់ជិត10ឆ្នាំក្នុងការនិពន្ធនិងចងក្រងការប្រើប្រាស់ពេញដ៏យូរបែបនេះគឺប្រុសអ្នកនិពន្ធត្រូវការសង្កេតអំពើលោកវិជ្ជបណ្ឌិតគួចមីងលីឲ្យបានហ្មត់ចត់និងច្បាស់លាស់បំផុតព្រមទាំងត្រូវប្រើពេលសម្ភាសផ្ទាល់លោកវិជ្ជបណ្ឌិតនិងសម្ភាសមនុស្សដែលស្គាល់លោកវិជ្ជបណ្ឌិតផងដែរដើម្បីផ្ទៀងផ្ទាត់ទិន្នន័យសិភៅទិន្នន័យនិងជៀសវាងការសរសេរប្រាជ្ញពីការពិតគួរជ្រាបថាពិធីសម្ពោធសិភៅគួចមីងលីជាមនុស្សបែបណាត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមីងលីជាគុជEducationតាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យមីងលីជាគុជនិងដៃគួចចេញផ្សាយក្នុងបណ្ដាការអន្តរជាតិចំពោះការចំណាយលើប្រតិបត្តិការនិពន្ធនិងការបោះពុម្ពនិងត្រូវសម្ពោធសៀវភៅនេះគឺការគាំទ្រដោយក្រុមហ៊ុនមីងលីគុជEducation ចំណូលពីការលក់សៀវភៅនេះត្រូវបរិច្ចាគដោយមូលនិធិមីងលីគុជដើម្បីគាំទ្រដោយសកម្មភាពជួយសង្គ្រោះប្រជាជនក្រីក្រនិងប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស